បាទជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងគ្នាបាទជាពិសេសបងប្អូនដែលធ្វើស្វាយកេរ៉ាមីតខុសរដូវបាទឥឡូវនេះគឺដល់វគ្គវិជាស្វាយកេរ៉ាមីតខុសរដូវទៀតហើយបាទដោយសារតែដល់ខែនេះគឺខែ4ហើយបាទខែនេះផងដែរខ្ញុំបានចុះមកជួបបងប្រុសម្នាក់ដែលគាត់បានជ្រើសរើសក្រុមហ៊ុនជីស្ដាយយើងប្រើទាំងអស់តែម្ដងបាទអញ្ចឹងដូចបងប្អូនឃើញខាងក្រោយខ្នងនេះគឺគាត់មានផ្កាយបាទទាំងខែ4នេះហើយថ្ងៃនេះផងដែរគឺជាថ្ងៃទី19ខែ4ឆ្នាំ2025បាទឥឡូវយើងកុំឲ្យខាតពេលយូរថាហេតុអីបានជាស្វាយរបស់គាត់នេះមានផ្កាឃើញចេញផ្កាបានមួយចំនួនអញ្ចឹងយើងកុំឲ្យខាតពេលយើងទៅជួបម្ចាស់ចំការរបស់គ្នាបាទជំរាបសួរបងបាទសួរបាទបងសុំស្គាល់ឈ្មោះហើយទីតាំងអីផងបងបាទខ្ញុំឈ្មោះសួនលំសេងបាទទីតាំងរបស់ខ្ញុំនៅភូមិព្រៃចតិនឃុំផ្វាយទាស្រុកស្អាងខេត្តកណ្ដាលបាទមើលបងខ្ញុំចាប់អារម្មណ៍តិចខ្ញុំឃើញថាស្វាយបងមានផ្កាខ្ទង់ថាជា30-40%ទេមិនចឹងបងណាមើលឥឡូវបងបានប្រើប្រាស់ជីសូដារបស់យើងនឹងអកម៉ូនចាក់គល់របស់យើងនេះហៅអកម៉ូនចាក់គល់បាក់ក្លយហ្នឹងតើបងបានប្រើពេលណាមកដែរបានឃើញថារហូតឥឡូវនេះមានផ្កាហើយបាទខ្ញុំបានប្រើជីអកម៉ូនចាក់គល់នេះនៅថ្ងៃទី7ខែ3ហ្នឹងហើយ2025បាទហ្នឹងអញ្ចឹងបានន័យថាបងចាក់អកម៉ូនហ្នឹងជាមួយជីហ្នឹងឬមិនបាច់វគ្គបងចាក់បាទមិនចូលគ្នាចាក់តែម្ដងណាបាទអញ្ចឹងពេលដែលបងចាក់អញ្ចឹងស្រួលអត់បានន័យថាអកម៉ូនយើងគ្រប់អកម៉ូនទឹកបងណាអញ្ចឹងហើយបាទជុំស្វាយបងអាយុប្រហែលទេបងស្វាយខ្ញុំអាយុកាល3-10ឆ្នាំ3-10ឆ្នាំបាទអញ្ចឹងសម្រាប់3-10ឆ្នាំនេះការប្រើប្រាស់អកម៉ូនយើងបងប្រើបានដើមដែរបាន15ដើមបាន15ដើមបងចាក់15ដើមបាទអញ្ចឹងបងជាមួយជីទឹករបស់យើងដោយសារជីទឹករបស់យើងខាងដៃបងនេះគឺជីទឹកជំនួសជីគ្រាប់ដែលអត់មានសាំញ៉ាំជ្រៅគឺយើងបោកមកជើងឲ្យចប់តែម្ដងណាអត់ចាក់មុនក្រោយទេអញ្ចឹងដើម្បីបកឲ្យគាត់ងាយស្រួលកុំឲ្យគាត់ចំណាយកម្លាំងពលកម្មច្រើនអញ្ចឹងបងណាបាទចុះបងឥឡូវនេះយើងឃើញមានផ្កាចុះបងបានចាក់ពីថ្ងៃទី7មកអញ្ចឹងថ្ងៃទីប្រហែលបងបាញ់សមហាថ្ងៃ15ខែ3ខ្ញុំបាញ់សមហាបាទសមហានេះគាត់យកអាជីទឹកជំនួសជីគ្រាប់អញ្ចឹងនេះបាទព្រោះអីជីរបស់យើងនេះប្រើបានទឹក2000លីត្រអញ្ចឹងចំណេញមែនតើបាទបាញ់សមហាដូចបងប្អូនឃើញស្វាយគាត់ស្រាប់អញ្ចឹងស្វាយគាត់អាយុកាល3-10ឆ្នាំប៉ុន្តែយើងដោយឡែកយើងមើលឃើញទៅលើស្វាយគាត់គឺសុខភាពល្អបងព្រោះបងអញខ្ញុំប្រែព្រោះយើងប្រែព្រោះណាជាងមុនតិចបាទជាងមុនតិចបងណាបាទស្វាយយើងមានអាយុកាលចំណាស់ហើយមែនតើបងហ្នឹងបាទជួបបងឥឡូវខ្ញុំធៀបបងតិចពេលដែលបងបានជ្រើសរើសអកម៉ូនយើងមកប្រើនេះទាំងបងមើលឃើញថាមានផ្កាឥឡូវចុះបងបាច់ទាញឯណាដែរទាញយកផ្កាខ្ញុំបាញ់ទាញដូចជាថ្ងៃ3ទី3ខែ4ថ្ងៃ3ហើយ4បាទអញ្ចឹងបងបាញ់បន្តបាញ់សមហានេះហើយដល់ថ្ងៃទី3ខែ4ចាប់បងបានជ្រើសពីនេះយកប្រើណានេះពីនេះវិញបាទបើថាគាត់យកជំនាញទាញផ្កាបូកជាមួយនឹងអកម៉ូនរំញួចរបស់យើងបាទគឺពីរនេះអញ្ចឹងដូចខ្ញុំជម្រាបបងប្អូនជាកសិករអញ្ចឹងខាងក្រុមហ៊ុនជីស្ដារបស់យើងការទាញអត់ជាច្រើនជើងទេ2ជើងយ៉ាងច្រើនបំផុត3ជើងគឺអស់ហើយដោយសារអីដូចស្វាយគាត់នេះសឹងថាបងពេលដែលបងចាក់អកម៉ូនហើយជីទឹកអញ្ចឹងមានត្រួយអត់វាមានតិចដែរមានតិចបាទមានតិចប៉ុន្តែគាត់យកមកបាញ់គឺចេញមកចឹងត្រួយខ្វាក់មាត់បងចេញត្រួយខ្វាក់មាត់បាទអញ្ចឹងឥឡូវនេះបងមើលឃើញថាបងទាញបានម្ដងថ្ងៃទី3ខែ4អញ្ចឹងឥឡូវនេះបងរហូតដល់ថ្ងៃទី19ខែ3នេះមិនដឹងថាបងបាញ់ជើងទី2នៅខ្ញុំទាញថ្ងៃ3ខែ4ឥឡូវមក17ខែ4ខ្ញុំបានម្ដងទៀតអញ្ចឹងមិនដឹងថាបងទាញពីថ្ងៃ17ឥឡូវថ្ងៃទៅថ្ងៃ19 2ថ្ងៃអញ្ចឹងបើបងទាញមកចន្លោះពេលមកដងហ្នឹងតើបងឃើញចាញ់ផ្កាប្រហែល%ពីថ្ងៃទី3ថ្ងៃទី17បានតែ30%ដែរ30%បងណោះបាទសម្រាប់បងផ្ទាល់បើបងទាញឃើញចាញ់ប៉ុណ្ណឹងក្នុងរដូវកាលទាំងចាប់ដើមមុនគេតែម្ដងណាព្រោះអីទឹកដីខាងសុកស្អាងនេះតែយើងជាសំណាមហោមព្រោះអីគាត់ចាក់ហ្នឹងគឺដីគាត់បានថាពីសៅមហោមជាប់រហូតអញ្ចឹងបាទបើយើងចាក់អកម៉ូនកើតកន្លែងនេះហើយដែលយើងហ៊ាននិយាយថាយើងធ្វើបានមុនគេតាមរយៈតំបន់គាត់ក៏ដំណើរផលទៅលើដីខាងគាត់សើមរហូតអញ្ចឹងយើងចាក់អកម៉ូនទៅវាស្រូបលឿនដោយសារគ្រប់អកម៉ូនយើងគឺប្រភេទអកម៉ូនទឹកទៀតមិនមែនគាត់ម្សៅអញ្ចឹងបើយើងនិយាយពីទឹកហើយម្សៅគឺទឹកលឿនជាងណាទឹកជម្រាបលឿនជាងយោងទៅតាមតំបន់គាត់ដីសើមណាអញ្ចឹងបងសម្រាប់បងផ្ទាល់មើលឃើញថាបើបងបាញ់មួយជើងហើយតាមចូលជើងទី2បាន2ថ្ងៃនេះបងឃើញចេញ30%តើសម្រាប់បងសុបាយចិត្តអត់សុបាយចិត្តបងណាបាទបើធៀបរាល់ឆ្នាំមកខ្ញុំបាញ់4ដង3ដងទៅ4ដងទាន់ឃើញបាទតែដោយឡែកបានប្រើប្រាស់ជីស្ដាទាំងមួយសេតហ្មងតាំងពីដើមរហូតដល់ឥឡូវគាត់ទាញដល់វគ្គទាញផ្កាជំនាញទាញផ្កាបូកជាមួយនឹងអកម៉ូនរំញួចនេះគាត់បាញ់ទៅមួយជើងក៏ឃើញ30%ឥឡូវចូលជើងទី2ហើយចូលជើងទី2យើងមិនយើងដើរប្រឌិតមើលមិនដែរបងឃើញថាហើបបុកមកច្រើននេះណាហើប
tam tuổi mấy ban khla បាទខ្លះទៀតបងណា ban khla tiền បាទអញ្ចឹងសម្រាប់ស្វាយបងប្រុសបើយើងកលេចមើលទៅគឺគាត់បានបញ្ជាក់ថាបាន30%បាញ់តែមួយជើងឯងតាមចូលជើងទី2ថ្ងៃទី19ហ្នឹងទេបងណាអញ្ចឹងគឺចាញ់ ហាក់មកកណូ ហើយបងកណោទៀតហើយអញ្ចឹងចុះបងពាក់ព័ន្ធខ្ទង់ចំណាយវិញតែបងធៀបជាមួយដល់អ្វីដែលបងប្រើគីមីកាពីឆ្នាំកន្លងទៅមិនទៅបង bà vì khóc nè trở lại បាទមើលឥឡូវសម្រាប់ស្វាយបងចាក់អមនឆ្នាំទៅអស់ហ្មងហើយឥឡូវមកចាក់អមនខាងស្ដាវយ៉ាងហ្មង năm tới nhom giòn là chạm 6 bay lên chiêng bà năm tới cái kịch dừng kịch đằng chi đằng ấy tiết bay chật buồn liên không បាទ bà đang kịch đằng chi បាទ tại thay năm đi nhom phở năm đi đằng chi đằng ấy là pi liên pal mơ này 2លាន7ម៉ឺនហើយ7 លានខុសទៅច្រើន họ này ចង់ពាក់កណ្ដាល bà họ này chiêng liên đây បាទជឿ1លានបាទបាទអញ្ចឹងនេះហើយជាចំណុចពិសេសដែលខាងក្រុមហ៊ុនជីស្ដាយើងដូចយើងជំរាបហើយជំរាបទៅថាជីស្ដារបស់យើងមាន2គោលដៅគឺធំទី1ការបថយចំណាយទី2បង្កើនទិន្នផលបងណាដូចនៅកន្លែងនេះស្រាប់គឺមានយើងមានតំណាងចែកចាយនេះដូចបងប្រុសហេអញ្ចឹងគាត់ពីអ្នកប្រើប្រាស់រហូតដល់ឃានគាត់កាត់តំណាងចែកចាយផ្ដាច់តំបន់ដោយសារគាត់មើលឃើញថាចំណេញច្រើន បាទចំណេញច្រើន ហើយចំណេញច្រើនអញ្ចឹងមកគាត់ណែនាំអ្នកភូមិគាត់នេះមិនដឹងហើយបង bà បាទណែនាំឲ្យប្រើឥឡូវគាត់មានអីគាត់តាមនឹងអស់លទ្ធផលតាមមកજાયបង vì bên đấy anh chụp cây ចេញផ្កាប៉ុណ្ណេះមានជោគជ័យទៀតលើមុនគេបងណាសម្រាប់មកគឺមុនគេហើយ dương đi muôn kia Bà, muôn kia nè. dương thiệp lời ní mà chua ní dương muôn kia បាទ nè នេះសប្បាយចិត្តហើយបងប្អូនស្វាយបងបាត់បេះខែ7ណា đằng បាទបាត់បេះខែ7ឥឡូវស្វាយគាត់មាននឹងនេះថាគាត់បានន័យថាគាត់ទាញចូលជើងមកជើងដំបូងគាត់មើលឃើញហាក់មួយចំនួនគាត់ដាក់លេជាមួយខែផ្កាចូលទៀតអញ្ចឹងឃើញដល់អ្នកខ្លះមានក្បាលរុយស្វាយគាត់នេះមានក្បាលរុយមួយចំនួនដែរបាទអញ្ចឹងក្បាលរុយគឺលើកលោតមកឆ្លុះមើលទៅ ធំល្អ ល្អគាត់ណា và បាទល្អនេះចាក់ស្ដាយមើលឃើញបាទអញ្ចឹងគឺសម្រាប់បងប្រុសគឺគាត់បានប្រើប៉ុណ្ណេះក៏គាត់មានទំនុកចិត្តហើយពាក់ព័ន្ធនឹងគាត់ថ្មីចាស់ បាទហ្នឹងហើយ ថ្មីស្រឡាងហ្មង mày lang ថ្មីស្រឡាង mày sốt nó ថ្មីស្រឡាងបាទ hột cây ប៉ុន្តែអ្វីដែលគាត់ធ្វើបានជោគជ័យដោយសារគាត់តាមជាមួយខាងក្រុមហ៊ុនដែរបាទមិនថាក្រុមបាទគាត់ជឿជាក់គាត់តាមជាមួយខាងក្រុមហ៊ុនភ្នាក់ងាររបស់យើងតាមរយៈការប្រឹក្សាយោបល់បាទបើអត់មានការប្រឹក្សាយោបល់គាត់នឹងប្រើតំណែងដែរព្រោះអីយើងច្បាស់លាស់ទៅលើកន្លែងមួយពេលដែលគាត់ថ្មីគឺយើងយកចិត្តទុកដាក់ បើអ្នកចាស់អីគាត់ចេះប្រើហើយតែបើអ្នកថ្មីអត់ទេធ្វើមិនក៏ដោយឲ្យគាត់ចេះប្រើសិនណាហើយគុណភាពសម្រាប់ជីស្ដាយើងមិនបាច់បារម្ភទេពាក់ព័ន្ធគុណភាពគឺយើងដើរមកចូលឆ្នាំទី8ហើយអញ្ចឹងគ្មានកន្លែងណាយើងធ្វើបានទេខ្លាចតែម្ចាស់ចំការអត់ទៅតាមមួយយើងទេតែទៅតាមមួយយើងដល់ជោគជ័យហើយបាទជាក់ស្ដែងគឺថ្ងៃនេះផ្ទាល់នេះថ្ងៃទី19ខែ4ឆ្នាំ2025នេះឃើញឥឡូវចុះមើលជាក់ស្ដែងគឺស្វាយគាត់ចាញ់មែន30 40% ហើយបាទបងណានឹងអញ្ចឹងអត់មានច្រើនយើងអាចមើលបន្តិចទៅបាទយើងតាមមើលបន្តិចបាទព្រោះស្វាយគាត់ចាញ់បដាអូតូនេះទៅដោយសារកតាមកពីគាត់យកត្រួតបានល្អយកត្រួតបានតិចមែនតើបងណាយកត្រួតបានតិចបាទបាទអញ្ចឹងការពិតការចាប់តាមបច្ចេកទេសទៅយកត្រួតឲ្យបានគេមិនឲ្យចាក់ឯកសារប៉ុន្តែយកទៅតាមតំបន់គាត់ហកម៉ូនហ្នឹងតែយកទៅតាមតំបន់គាត់គឺដី30រហូតអញ្ចឹងបាទដី30រហូតដោយសារអំណោយផលខាងទឹកដីស្អាងណាបាទដីជាអញ្ចឹងបានយើងចាក់អម៉ូនទៅវាស្រូបទៅលឿនហើយបុកសំទៅមានជ្រុយមួយចំនួនទៀតបានយើងហៅថាចាក់អម៉ូនទៅវាដើរលឿនវាស្រូបលឿនបាទនេះចំណុចពិសេសបាទឃើញបាទបងនេះឃើញអត់បាទចាក់ស្ដាយនេះបាទឃើញស្ដាយបាទមានផ្កាមានអីបាទអញ្ចឹងមានអីទៀតគឺបានមុនគេហើយចុងយ៉ាងយូរពាក់កណ្ដាខែ7ចុងខែ7អត់បេះស្វាយគាត់លឿនទេបាទហើយបុកសំរយៈពេលអាកាសធាតុអំណោយផលគាត់បុកបាញ់ចូលជាមួយជីយើងរហូតគឺឡើងក្បាលរុយលឿនបាទសក់ឡាលងគឺធៀមមកទេបាទហើយទំ2ជើង2ថ្ងៃ នេះមានមកនេះ បាទ មកបានហើយ មកឲ្យវាចាក់ដៃបាទ នេះមកនេះ ត្រួយអីខ្លះវាត្រូវមកត្រួយវាបំលែងកោចបានទៀតបាទពីក្រោមផ្កាផងពីក្រោមត្រួយផងពីលើត្រួយផងបាទឃើញមកច្រើនដល់ពេលបើកថ្ងៃមកឃើញកាន់តែច្រើនទៀតអាខ្លះចេញប៉ុន្តែយើងមើលទៅវាខ្លីយើងចាប់ម្ដងស្បែកគាត់ច្រើនដែរ មកដល់បាន បាទបាទនេះអូម្ដងចេញក្នុងគ្រប់មេឃមកម្ដងនេះ ដើមហើយ70% បាទ70%ដើមនេះបាទនេះ មកនេះច្រើនណាស់នេះណានេះគេនេះខ្លាចទេបងនេះ បាទ បងនេះមកនេះ ចេញនិយាយទៅគាត់ចេញគាត់ហើយយើងមើលអត់ស្គាល់ឃើញច្រើនដោយសារវា ទៅពុកចេញ បាទនេះ ទៅតកោងមក ពុកបន្លាយ បាទច្រើនបាទទៅសឹងគ្រប់ដើមមកគាត់ដែរហើយតែបាញ់ចូលជើងទី2សោះ ចេញអស់ស្វាយគាត់មកជុំវិញដើមជុំវិញទៀតល្អណាស់សឹកឡើង ដើមល្អ សឹកឡើងភៀវហ្មង នេះមកក្បាលរុយបាទនេះគាត់លេងមកថែផ្កាបាញ់មកជើង
เคยบ่าก็เอาเลยปอนให้บ่าเลื่อนบังเลื่อนลังเลื่อนในsao có thờiซ่อมห้าโฟมมาได้กำลังไม่เปิ้งเนี่ยก็จะชีตักจะนูชีกบยังยงซ่อมห้าเด็ดจังปีแต่จังบ่า chương con đi chinh mọc cá mọc lá Bà. con mà hả บ่าเดี๋ยวนี้จะไม่กินแฟกบ่าบ่าจังเนาะ chơi như một con nào บ่าเอาจังช่วงกับลมคายบูนนี้ดังเสียก็เมียนเต้หนุ่มบอลนี่ไปเมียนเต้บ่า cả một thứ thôi này บ่า